តោះអ្នកលក់ទាំងអស់គ្នាតើអ្នកណាខ្លះដែលពូកែវិស័យតាក់ទងជាមួយក្រុមការងារនិងជាមួយថ្នាក់ដឹកនាំបើសិនជាបងប្អូនទាំងអស់ដែលកំពុងរៀនលក់ជាអ្នកលក់អាជីពឬក៏ជាអ្នកលក់ពូកែណាមួយហ្នឹងថាតើបងប្អូនពូកែវិស័យតាក់ទងជាមួយនឹងថ្នាក់ដឹកនាំក៏ដូចជាក្រុមការងារកម្រិតណាអញ្ចឹងជាទូទៅបងប្អូនលោកស្រីអ្នកដែលលក់ពូកែគេពូកែគ្រប់ស្ទើរតែគ្រប់រឿងគេប្រកែធ្វើការផ្សាយតាកតងជាមួយក្រុមការងារនិងថ្នាក់ដឹកនាំបានល្អបាទហើយបើសិនជាយើងអ្នកលក់មុំទៅភាគច្រើនមិនហ៊ានជួបមីមិនហ៊ានជួបថ្នាក់ដឹកនាំទេខ្លាចនេះខ្លាចនោះអញ្ចឹងណាមួយទៀតមែនតែនទៅវាជាការគិតរបស់យើងទេថា pre assumption គិតទុកមុនណាខ្លាចគេថាអោយខ្លាចមិនហ៊ានមានមុខទៅជួបគេអញ្ចឹងជារឿងសាមញ្ញទេបងប្អូនហើយការលក់បានជារឿងសាមញ្ញមិនមែនរឿងចម្លែកនៅក្នុងវិស័យនៃលក់ទេតែភាពមិនសាមញ្ញនោះគឺត្រង់ការចេះប្រស័យតាកតងជាមួយក្រុមការងារហើយនឹងថ្នាក់ដឹកនាំរបស់យើងនឹងឲ្យបានល្អបាទអញ្ចឹងបើយើងជាថ្នាក់ដឹកនាំយើងធ្វើការប្រស័យតាកតងមួយក្រុមការងារយើងឲ្យបានល្អប៉ុន្តែបើយើងជាអ្នកក្រុមលក់ជាសមាជិកនៃក្រុមលក់របស់យើងក៏យើងត្រូវចេះការប្រស័យតាកតងមួយក្រុមការងារយើងក៏ដូចជាថ្នាក់ដឹកនាំរបស់យើងឲ្យបានល្អផងដែរអញ្ចឹងខ្ញុំចែករំលែកចំណុច5ដែលអ្នកប្រកែលក់ហ្នឹងគាត់ការធ្វើវិស័យតាកតងមួយក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំរបស់គាត់ហ្នឹងគឺគាត់មានភាពប្រសើរជាងអ្នកផ្សេងបាទចំណុចទី1គាត់មានរបាយការណ៍សកម្មភាពច្បាស់លាស់អញ្ចឹងនៅពេលដែលការប្រជុំក្តីការជួបជុំក្តីការreview ណាមួយរយៈពេលខ្លីក្តីវែងក្តីគាត់មានរបាយការណ៍គាត់ចេះធ្វើរបាយការណ៍មែនតែនទៅប៉ុន្តែបើយើងអ្នកលក់ល្មមពេលខ្លះខ្ជិលគិតថាក្រុមហ៊ុនមាន report ឬហើយអញ្ចឹងក្នុងករណី report របស់ក្រុមហ៊ុនខុសមិនដឹងថាខុសអញ្ចឹងអ្នកដែលគាត់ពូកែគាត់មានភាពច្បាស់លាស់គាត់មានរបាយការណ៍សកម្មភាពនិងលទ្ធផលរបស់គាត់ច្បាស់លាស់បាទគាត់មាន record ត្រឹមត្រូវទី1អញ្ចឹងនៅពេលដែលការសួរពីថ្នាក់ដឹកនាំឬក៏ក្រុមការងារគាត់បង្ហាញនៅរបាយការណ៍មួយដែលច្បាស់លាស់ជាក់លាក់ត្រឹមត្រូវបាទអញ្ចឹងគាត់មានរឿងហ្នឹងបានគាត់ប្រកែអញ្ចឹងកាលណាគាត់មានរបាយការណ៍សកម្មភាពមានន័យថាគាត់មានសកម្មភាពហ្នឹងច្បាស់លាស់ហើយគាត់អត់កុហកដែរគាត់មានអាហ្នឹងចំពោះយើងថាតើបងប្អូនដែលកំពុងតែរៀនលក់ឬក៏បងប្អូនជាអ្នកលក់មានអាហ្នឹងទេទី2គាត់ប្រកែផ្ដល់ព័ត៌មាននឹងដំណឹងអញ្ចឹងបើអ្នកខ្លះគិតថាចេះម្នាក់នឹងយកមុខយកមាត់ទេណាមែនតែនទៅមកពីយើងនឹងអត់ចេះយើងអត់យល់គេមិនយកមុខយកមាត់ទេទី1គេចេះផ្ដល់ដំណឹងគេបានដំណឹងអីអាប់ដេតថ្មីអត់បច្ចុប្បន្នភាពអីថ្មីពីដៃគូប្រជែងពីទីផ្សារពីអតិថិជន complain ពីអតិថិជនអីចឹងណាគេបានដំណឹងមកក្រោយពីបានដំណឹងគេទៅរកព័ត៌មានភ្លាមព័ត៌មានមានថាគេសិក្សាលម្អិតថាវាល្មិចអញ្ចឹងបើក្នុងករណីខ្ញុំនិយាយចំពោះទៅកាន់អតិថិជនចុះអញ្ចឹងអតិថិជនផ្ដល់ដំណឹងមកអញ្ចឹងគេចាប់ផ្ដើមស្វែងរកព័ត៌មាននឹងឲ្យបានជាក់លាក់ហើយគេផ្ដល់ទាំងដំណឹងមកដល់ក្រុមការងារនឹងថ្នាក់ដឹកនាំហើយនឹងគេនឹងផ្ដល់ព័ត៌មានអញ្ចឹងបើសិនជាគេអត់ប្រកែអ្នកខ្លះគេថាអារឿងរបស់គេតាអតិថិជនមិនមែនរបស់ខ្ញុំបងតែគេភ្លេចគិតថាអតិថិជនទាំងអស់ទៅបីតែមិននៅក្រោមយើងក៏ដោយឲ្យតែនៅក្នុងក្រុមហ៊ុនរបស់យើងក្នុងក្រុមការងាររបស់យើងជារបស់យើងទាំងអស់គ្នាអញ្ចឹងត្រូវតែទទួលដំណឹងពីគាត់ផ្ដល់ព័ត៌មានទៅវិញទៅមកអីចឹងទៅមួយទៀតគាត់ធ្វើអីមួយបានជោគជ័យគាត់ច្បាស់ជាផ្ដល់ដំណឹងជូនថ្នាក់ដឹកនាំនៅក្រុមការងារគាត់នៅពេលដែលគាត់បានព័ត៌មានមួយប្រកបនិយមគាត់នឹងផ្ដល់ជូនក្រុមការងារនៅថ្នាក់ដឹកនាំដោយភាពរីករាយមិនមែនយកមុខយកមាត់ទេពលគឺគេមានព័ត៌មាននៅក្នុងដៃដល់ពេលយើងអ្នកមុំយើងអត់មានព័ត៌មានដល់ពេលឃើញគេផ្ដល់ព័ត៌មានគេផ្ដល់ដំណឹងយើងមានអារម្មណ៍ថាចុះយកមុខម៉េះទឹកពិតតែមកពីយើងវាអត់មានអីដែលផ្ដល់អីគេអញ្ចឹងគេប្រកែគេមានអាហ្នឹងអញ្ចឹងហេតុអីមិនមានហ្នឹងដោយសារគេធ្វើការយើងប្រហែលជាអត់ធ្វើការអញ្ចឹងណាទី3គេចេះពិភាក្សានឹងសុំយោបល់អញ្ចឹងអ្នកដែលគេប្រកែទាំងជជែកវែងញែកជជែកប្រឹក្សាយោបល់គ្នាគេកម្រនឹងទៅធ្វើអីស្ងាត់ម្នាក់ឯងគេមានការជជែកគ្នាហើយជាពិសេសគេចេះសុំយោបល់ពីថ្នាក់ដឹកនាំរបស់គេចេះសុំយោបល់ពីអ្នកជំនាញគេចេះសុំយោបល់អំពីក្រុមការងាររបស់គេមែនតែនទៅគេមិនដែលគិតថាគេខ្លាំងទេគេច្បាស់ជាគេគិតថាគេខ្វះអីមួយយ៉ាងដែលធ្វើឲ្យគេកាន់តែខ្លាំងអញ្ចឹងគេរីករាយនឹងពិភាក្សាហ
ហើយគេនឹងសុំយោបល់ដើម្បីអីគេគោលដៅគេតែមួយឯងដើម្បីគេកាន់តែខ្លាំងតែបើយើងអ្នកខ្សោយគឺថាបើជជែកទៅខ្លាចគេដឹងតែឯងខ្សោយទី1ទី2បើសុំយោបល់រឿងប៉ុណ្ណឹងក៏បាក់សុំយោបល់ដែរតែពេលតែគេអ្នកខ្លាំងគេអត់ទេគេយកមកបំពេញគេយកមកជំរុញឲ្យការលក់របស់គេការធ្វើកិច្ចការរបស់គេហ្នឹងវាកាន់តែខ្លាំងអញ្ចឹងគេពិភាក្សាដើម្បីបានគំនិតពិសេសណាមួយគេយកទៅធ្វើដល់ពេលយើងអ្នកល្មមឡៃពិចារណាវែងឆ្ងាយពេកបាទហើយហ៊ានសុំយោបល់ទេខ្លាចខ្មាស់គេខ្លាចគេដឹងតែខ្លួនឯងវាខ្សោយអញ្ចឹងណាអញ្ចឹងមែនទេអ្នកលក់អត់សំខាន់ខ្សោយខ្លាំងទេតែបើយើងចង់ប្រកែត្រូវតែចេះពិភាក្សាត្រូវតែចេះសុំយោបល់ថាធ្វើអីទៀតដើម្បីឲ្យបានអបសើអញ្ចឹងណាបាទចំណុចទី4ជួយជុំជ្រែងក្រុមអញ្ចឹងអាគេអ្នកប្រកែគេច្បាស់ណាស់ជាជួយជំរុញក្រុមដែលភាកច្រើនខ្ញុំជួបច្រើនហើយបានជជែកជាមួយអ្នកដែលល្មមគាត់ថាម្នាក់ហ្នឹងយកមុខយកមាត់ណាធ្វើដូចជួយអញ្ចឹងណាដល់ពេលខ្ញុំទៅជួបអ្នកដែលគេប្រកែទៅសួរគាត់គាត់ថាគាត់ខ្លាំងដោយសារគាត់ជួយក្រុមហ្នឹងឯងពិតក្រុមរបស់គាត់មានគំនិតល្អមានយោបល់ល្អមានតិចនិចល្អប៉ុន្តែពួកគាត់មិនទាន់បានអនុវត្តបានគ្រប់ជ្រុងជ្រោយអញ្ចឹងហើយដល់ពេលដែលគាត់ជួយពួកបងប្អូនក្រុមការងាររបស់គាត់ដែលរៀងទន់ខ្សោយជាងគាត់ណាគាត់បានគំនិតថ្មីពីពួកគាត់ហើយក៏យកទៅអនុវត្តយកទៅកែកុនរបស់គាត់ហ្នឹងអញ្ចឹងការជួយជ្រោមជ្រែងរបស់គាត់គាត់បានរឿងពីរទី1គាត់បានជួយក្រុមការងារគាត់ទី2គាត់ទទួលបានចំណេះដឹងនៅពេលដែលគាត់ជួយក្រុមការងារគាត់ដឹងថាអូអ្នកដែលលក់មិនបានគាត់មានអារម្មណ៍អញ្ចឹងគាត់គិតបែបអញ្ចឹងគាត់ធ្វើសកម្មភាពអញ្ចឹងបានគាត់យកមកឆ្លោះបញ្ចាំងសកម្មភាពគាត់ថាអូអញ្ចឹងបានក្រុមគាត់ខ្សោយក្រុមការងារគាត់ហ្នឹងទៅអត់បានលឿនដោយសារតែគាត់អត់ព្រមអនុវត្តវាអញ្ចឹងក្រោយវាបានហ្នឹងគាត់ឲ្យយោបល់ទៅវិញពេលខ្លះយើងអ្នកខ្សោយយើងមានអារម្មណ៍ថាបងឯងខ្លាំងនិយាយអីក៏សមដែរតែពិតគាត់ចេះសញ្ជោគដែលគាត់ជួយក្រុមហ្នឹងគាត់ដឹងពីក្រុមយ៉ាងម៉េចបាទនឹងចំណុចទី4ដែរអ្នកដែលគេប្រកែហ្នឹងណាគេប្រស័យទាក់ទងតាមរយៈជ្រុំជ្រែងក្រុមគេហ្នឹងឯងជ្រុំសមាជិកក្រុមចំណុចចុងក្រោយអ្នកលក់ប្រកែហ្នឹងមិនត្រឹមតែប្រស័យទាក់ទងទេគាត់មានស្មារតីមួយស្មារតីក្រុមអញ្ចឹងនៅពេលដែលសមាជិកក្រុមណាមួយធ្វើមិនបានល្អក៏ប៉ះអារម្មណ៍គាត់ដែរគាត់ថានៅជាមួយគាត់ត្រូវតែខ្លាំងអញ្ចឹងអ្នកដែលនៅជាមួយគាត់សមាជិកទាំងអស់ត្រូវតែធ្វើកិច្ចការដោយស្វាហាប់ត្រូវតែឆ្ពោះទៅមុខជាមួយគ្នាតាមរយៈការជួសជ្រុលគ្នាអញ្ចឹងគាត់មានស្មារតីហ្នឹងហើយដល់ពេលខ្ញុំសួរគាត់ថាអ្នកប្រកែជាច្រើនដែលខ្ញុំបានជួបហ្នឹងថាម៉េចក៏បានបងគិតពីក្រុមខ្ពស់ម៉េចគាត់ថាវាជាកម្លាំងបើគាត់ម្នាក់ឯងពេលខ្លះទៅជួបភ្ញៀវបាក់សែតឬជួបភ្ញៀវសំខាន់ណាមួយគាត់យើងមិនដល់ភ្ញៀវអញ្ចឹងធ្វើឲ្យភ្ញៀវហ្នឹងសង្កត់គាត់ប៉ុន្តែនៅពេលដែលគាត់គិតពីក្រុមគាត់បានក្បាច់គុណច្រើនហើយគាត់គិតមានគាត់ទាញកម្លាំងធម្មពលហ្នឹងណាហើយគាត់និយាយប្រាប់ខ្ញុំត្រង់ហ្នឹងហើយខ្ញុំខ្លួនឯងជាអ្នកលក់ហ្នឹងចំណុចហ្នឹងមែននៅពេលដែលយើងក្រុមរបស់យើងមានស្មារតីរួមណាធ្វើឲ្យយើងមានកម្លាំងខ្លាំងជាយើងម្នាក់ឯងអញ្ចឹងការរួមស្មារតីទាំងអស់គ្នាមកក្រុមយើងថាក្រុមរបស់យើងត្រូវតែខ្លាំងទាំងអស់គ្នាត្រូវតែប្រកែទាំងអស់គ្នាអញ្ចឹងវាអាកម្លាំងមិនដឹងមកពីណាទេដែលធ្វើឲ្យយើងកាន់តែខ្លាំងអញ្ចឹងបើយើងងាកមកមើលអ្នកដែលប្រកែណាអ្នកលក់ប្រកែគឺគេប្រកែទាំងផែនការសកម្មភាពចេះរាយការណ៍គេប្រកែទាំងការផ្ដល់ព័ត៌មាននឹងដំណឹងគេចេះពិភាក្សាសុំយោបល់គេចេះជួយជ្រោមជ្រែងក្រុមការងាររបស់គេហើយគេមានស្មារតីក្រុមខ្ពស់មែនតើបើប្រៀបធៀបជាមួយអ្នកដែល low performer ឬក៏ medium performer អីចឹងពួកគេមានចំណុច5ហ្នឹងចឹងបងប្អូនវឹកវើទាំងអស់គ្នាហើយរៀនទាំងអស់គ្នាជំរុញចំណុចទាំង5នេះទាំងអស់គ្នាហើយរៀនប្រស័យទាក់ទងឲ្យបានល្អទាំងអស់គ្នាដើម្បីអីដើម្បីឲ្យយើងបានពូកែទាំងក្នុងការលក់ហើយនឹងពង្រឹងខ្លួនឲ្យខ្លាចជាអ្នកពូកែនៅពេលដែលយើងមិនទាន់សូវពូកែ